បាទសូមជម្រាបសួរឯកឧត្តមលោកជំទាវអស់លោកស្រីប្រិយមិត្តអស់ដែលតែងតាមដាននៅការផ្សាយនៅបណ្ដាញសារព័ត៌មានយើងខ្ញុំបាទថ្ងៃនេះគឺជាថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ហើយជាថ្ងៃទី3ថ្ងៃបញ្ចប់នៃការដែលបងប្អូនជាពលរដ្ឋមកទទួលប្លង់កម្មសិទ្ធិពីក្រុមហ៊ុនបូរីលេងនវត្រាហើយឃើញថាជាពលរដ្ឋថ្ងៃនេះឃើញថាមកតាមបណ្ដាខេត្តនានាគាត់មានអារម្មណ៍ត្រេកអរសប្បាយចិត្តនៅពេលបានទទួលនៅប្លង់កម្មសិទ្ធិដែលបានដោះស្រាយដោយក្រសួងដែនដីនគររមណីយកម្មផងដែរហើយក៏ជាពលរដ្ឋក៏មានការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលបានខិតខំនិងគិតគូរពីសុខទុក្ខរបស់បងប្អូនជាពលរដ្ឋផងដែរហើយបន្តិចទៀតយើងនឹងធ្វើបទសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលមកតាមពីបណ្ដាខេត្តនៅក្នុងការទទួលប្លង់កម្មសិទ្ធិនេះផងដែរបាទសូមអរគុណថ្ងៃនេះទទួលបានប្លង់ពិតជាសប្បាយរីករាយមែនទែនហ្នឹងហើយខ្ញុំមកពីខេត្តស្វាយរៀងបច្ចុប្បន្ននៅភ្នំពេញទេប៉ុន្តែឥឡូវមកទទួលប្លង់ថ្ងៃនេះបានរួចរាល់ហើយដោយខាងបរិយគាត់សម្រួលឲ្យកាលពីប្រហែលខែមុននេះគឺលឿនទេអញ្ចឹងខ្ញុំអរគុណទៅដល់ខាងបរិយហើយមួយទៀតគឺអរគុណទៅដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ជាមួយនឹងប្រជាពលរដ្ឋអញ្ចឹងក៏អរគុណមែនទែនហើយខ្ញុំសង្ឃឹមថាបងប្អូនដែលកំពុងតែរងចាំប្លង់ដូចខ្ញុំទេណាសូមកុំធ្វើការជ្រុះច្បល់អីព្រោះអីខាងបរិយគាត់នៅតែសម្រួលជួយយើងទេគាត់ថាអាចនឹងយូរហើយនឹងឆាប់អញ្ចឹងណាអញ្ចឹងខ្ញុំគិតថាគាត់មិនបាច់ព្រួយបារម្ភទេព្រោះឥឡូវនេះគាត់ធ្វើឲ្យពិតប្រាកដមែនហើយនេះជាក់ស្ដែងខ្ញុំមកទទួលប្លង់ហើយនេះគឺបានហើយអរគុណមែនទែនទៅដល់ថ្នាក់ដឹកនាំដែលគាត់យកចិត្តទុកដាក់ជាមួយនឹងប្រជាពលរដ្ឋខ្ញុំមានតែ9ខំសំលុយបានណាហើយឥឡូវគឺសប្បាយចិត្តមែនទែនខ្ញុំរងចាំថ្ងៃនេះយូរមកហើយប៉ុន្តែឥឡូវគឺបានពិតប្រាកដមែនទោះជាយូរបន្តិចមែនប៉ុន្តែគឺយើងបានពិតប្រាកដបាទខ្ញុំឈ្មោះសៀងសុកនៅរស់នៅបរិយលេងវត្រាហ្មងសប្តាហ៍ថ្ងៃព្រោះខ្ញុំបានផ្ទះហើយខ្ញុំក៏បានថ្ងៃនេះក៏បានដកប្លង់ដែរដោយមានសេចក្តីត្រេកអររីករាយក្នុងការបានទទួលប្លង់ជាកម្មសិទ្ធិរបស់យើងខ្ញុំបានទទួលប្លង់នេះខ្ញុំមានសេចក្តីត្រេកអរជាខ្លាំងហើយនឹងសូមឲ្យបងប្អូនដែលអត់ទាន់បានផ្ទះអត់ទាន់បានប្លង់អញ្ចឹងសូមបងប្អូនកុំភ័យនឹងទទួលបានក្នុងពេលទៅខាងមុខទៀតសូមជូនពរហើយនឹងអរគុណទៅអាដាមសាយសំអាលដែលគាត់បានជួយសម្របសម្រួលនិងជួយក្នុងការចេញប្លង់ដល់លឿនសម្រាប់អតិថិជននៃបរិយាលេងវត្រានេះសូមអរគុណច្រើនសូមខ្ញុំឈ្មោះកែនសវណ្ណរស់នៅខេត្តស្វាយរៀងបាទហើយខ្ញុំមកនេះគឺខាងក្រុមហ៊ុនខលមកដកប្លង់បាទឥឡូវខ្ញុំទទួលបានដកប្លង់ហើយជាដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបាទជាពិសេសរដ្ឋាភិបាលដែលបានសហការជាមួយនឹងក្រុមហ៊ុនដែលធ្វើប្លង់ឲ្យខ្ញុំបាននេះបាទខ្ញុំសប្បាយចិត្តណាស់បងទៅពេលដែលខាងក្រសួងដែនដីនគររាជកម្មពាណិជ្ជកម្មខលឲ្យខ្ញុំបានដកប្លង់ខ្ញុំសប្បាយចិត្តណាស់សូមបងប្អូនដែលទិញផ្ទះនៅបរិយាលេងវត្រាកុំមានការព្រួយបារម្ភអីក្រុមហ៊ុនមិនបោកប្រាស់បងប្អូនទេខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជាពិសេសលោកឪពុកសម្ដេចហ៊ុនសែននិងសម្ដេចតបដីហ៊ុនម៉ាណែតដែលលោកមិនអង្គើយកន្តើយចំពោះប្រជាពលរដ្ឋរបស់លោកទេបាទខ្ញុំសូមអរគុណបាទឃើញហើយនេះគឺជាចំណាប់អារម្មណ៍របស់បងប្អូនជាពលរដ្ឋដែលគាត់មានអារម្មណ៍ត្រេកអរសប្បាយចិត្តខ្លាំងបំផុតដែលគាត់បានទទួលនៅប្លង់កម្មសិទ្ធិដែលបានដោះស្រាយជូនទៅដល់ពួកគាត់ដែលទិញនៅបរិយាលេងនវត្រាបាទអញ្ចឹងប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណទៅដល់ប្រមុខថ្នាក់ដឹកនាំជាពិសេសសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីហើយនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងដែនដីនគររមណីយកម្មផងដែរបាទក៏សូមអរគុណនៅការធ្វើបទសម្ភាសន៍ជាមួយប្រជាពលរដ្ឋហើយនិងក៏បណ្ដាញសារព័ត៌មានយើងខ្ញុំក៏អរគុណទៅដល់ប្រិយមិត្តទស្សនិកជនទាំងអស់ដែលតែងតែតាមដាននៅការផ្សាយរបស់យើងខ្ញុំផងដែរបាទសូមអរគុណសូមជម្រាបលា